បាទជំរាបសួរបងប្អូនអរគ្នានេះជាសកម្មភាពមួយថ្ងៃពេញដែលយើងធ្វើដំណើរទៅស្ទូចបង្កងនៅតាមដៃព្រែកបងប្អូននៅតាមព្រែកជាចំទៅណាបងប្អូនហើយបងប្អូនចង់ដឹងថាយើងស្ទូចបានមិនបានបងប្អូនចាំទស្សនាវីដេអូនោះពេញបងប្អូនហើយឥឡូវយើងធ្វើដំណើរទៅតាមព្រែកមើលកន្លែងប្រឡងណាដែលស្អាតអីចឹងបងប្អូនមើលកន្លែងណាដែលមានបង្កងយើងដាក់ទូកស្ទូចនៅកន្លែងហ្នឹងបងប្អូនឥឡូវយើងមើលសកម្មភាពតាមព្រែកសិនបងប្អូននៅស្រុកខ្ញុំគឺអញ្ចឹងបងប្អូនបងប្អូនបាច់សួររឿងក្រពើទេបងប្អូនតែមានទឹកមានត្រីហើយមិនចាក់អត់ទេក្រពើអស់តែថាដូចពួកខ្ញុំអីវាចង់ស៊ាំដែរបងប្អូនស្អីខ្លាចទេឥឡូវយើងបានមកដល់ទីតាំងបងប្អូនរកប្រឡងបានហ្នឹងនេះមើលទៅទឹកគួចរឿងចំណងដែរក៏ប៉ាខ្ញុំចាប់ដើមធ្លាក់ថ្មដុតនុយអីចឹងណាបងប្អូនហើយខ្ញុំនឹងក៏បានដូតឲ្យមុនក៏ទាញកាមេរ៉ាមកថតឲ្យបងប្អូនមើលចឹងទៅប៉ាខ្ញុំគាត់ត្រូវបានតម្លាក់បានមួយដែរទេឥឡូវគាត់កំពុងតម្លាក់ទៀតហើយឥឡូវបងប្អូនស៊ូចក្នុងហែជា25នាទីឥឡូវយើងចូលបានមួយហើយដោយសារទឹកបរៀងហូរពេកអត់ស៊ីឥឡូវប៉ាខ្ញុំបានមួយទៀតហើយប៉ាខ្ញុំចូលបាតែម្ដងចូលគីឡូធ្ងន់ណាបងប្អូនហើយអែមហ្មងប្រឡងនេះនិយាយទៅដាក់ស៊ីបដ ாய் ដល់មកវាស៊ីហើយសម្រាប់បកងទឹកហូរពេកបានវាស៊ីបងប្អូនបើទឹកអត់ហូរវាអត់ស៊ីទេទឹកនឹងវាស៊ីមួយបើអ្នកធ្លាប់ស៊ូបកងដឹងហើយបកងវាជួយចិត្តនៅកន្លែងណាទឹកវល់មានថ្មឬក៏មានឈើអញ្ចឹងណាបងប្អូនព្រោះវាចូលចិត្តទៅនៅគៀនហ្នឹងវាក្រាពូននៅហ្នឹងណាវាកិច្ចពីសัตว์ត្រីសัตว์អីស៊ីវាដែរអញ្ចឹងណាហើយតែយើងស៊ូចបានកន្លែងណាបកងវាជួយចិត្តនៅដុំគ្នាកន្លែងហ្នឹងបងប្អូនដាក់ទៅស៊ីហ្មងហើយស៊ូចបង្កងសុបាយបងប្អូនព្រោះបកងតែវាស៊ីពីច្រើនគឺជាប់យកហ្មងវាអត់ដូចត្រីស៊ីពីច្រើនបេះទៅធ្វើយើងស៊ូចរួចស៊ូចអីចឹងតែហានិភ័យដែរបើសិនយើងទៅស៊ូចចំកន្លែងហ្នឹងមានហ្វូងត្រីក្អកឬក៏ហ្វូងត្រីកញ្ចុះត្រីហ្នឹងធ្វើឲ្យយើងស៊ូចទៅឆាប់អស់នុយអីចឹងបងប្អូនតែយើងរកប្រឡងចូលប្រឡងឡើងកន្លែងនេះគឺអត់មានទេបងប្អូនកងសុទ្ធបងប្អូនត្រីមួយបងប្អូនហើយប៉ាខ្ញុំដាក់យកបងប្អូនខ្ញុំទៅអ្នកឃើញវីដេអូចេះអ្នកចូលចិត្តការបបកត្រីការស្ទូចត្រីឃើញគឺមានទឹកមាត់ហើយបងប្អូនចូលចិត្តវីដេអូអញ្ចឹងបងប្អូនចាំចូល Subscribe Channel ខ្ញុំម្នាក់មួយមកដើម្បីឲ្យខ្ញុំបានធ្វើវីដេអូបងប្អូនមើលទៀតណាបងប្អូនហើយឥឡូវមើលបងប្អូនមើលទៅក្នុងសកម្មភាពហ្នឹងទៅដងខ្ញុំទីមកកោងហើយវីដេអូខ្ញុំធ្វើខ្លីៗទេបងប្អូនខ្ញុំចូលធ្វើវែងហើយខ្ញុំចាប់ដើមធ្វើក្នុង YouTube ទេតាមពិតតែខ្ញុំធ្វើក្នុង Facebook រហូតណាเพจខ្ញុំមានបងប្អូនចង់ឃើញបងប្អូនចាំទៅតាមដានក្នុង page របស់បងប្អូនហើយនិយាយបកងបងប្អូនអើយធំណាស់ចូលមួយដឹងមួយបរោយហើយសម្រាប់ខ្ញុំបានមួយបងប្អូនខ្ញុំទៅខ្ញុំថ្ងៃហ្នឹងខ្ញុំសួរអត់សូវបានទេមកព្រឹកខ្ញុំទៅបាន2 3ហ្នឹងហើយបកងអត់សូវធំទេខ្ញុំលេងអត់ដូចប៉ាខ្ញុំទេប៉ាខ្ញុំលេងសតតែគីឡូដល់គីឡូយៈហ្នឹងហើយបងប្អូនសម្រាប់ខ្ញុំបងប្អូនអារឿងបញ្ចូលសំឡេងចូលខ្ញុំមិនសូវជំនាញទេអត់សូវចេះនិយាយច្រើនហើយបងប្អូនមើលតាមហ្នឹងទៅខុសត្រូវកុំប្រកែប្រកាន់ឲ្យមើលក្នុងវីដេអូហ្នឹងទៅហើយមើលបងប្អូនចូលនេះចូលពងបងប្អូនបកងខ្ញុំបានពងនេះមេទោះឲ្យបងប្អូនលេងមួយថ្ងៃយើងទៅមួយថ្ងៃបើគិតជាគីឡូវាចង់ចូល1គីឡូជាងដែរចិត្ត2គីឡូដែរបងប្អូនហើយបកងសិតលេខទាំងអស់ខ្ញុំទៅអត់លេខបានតែខ្ញុំស៊ូចបានប្រហែលទេតែហ្នឹងក៏លេខឲ្យប្រឡងអែមបងប្អូនខ្ញុំទៅព្រែកហ្នឹងនេះបើខែយើងឆ្លប់បកងបងប្អូនណាខាងខ្ញុំដល់ខែឆ្លល់យើងចាក់មកយប់ទៅឡោះ 4-5 គីឡូក៏មានដែរបងប្អូនហើយគេដាក់ដំណងបង្កងបងប្អូនខាងខ្ញុំ